ប្រមុខការទូតប្រាប់ពីភាពឈឺចាប់ដែលសន្តិភាពរបស់កម្ពុជាត្រូវបានគំរាមកំហែងដោយសារជំលោះព្រំដែនជាមួយថៃថ្លែងនៅចំពោះមុខអង្គមហាសន្និបាតអង្គការសហប្រជាជាតិលោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានប្រាប់ពីភាពឈឺចាប់ដែលសន្តិភាពនៅក្នុងប្រទេសកម្ពុជាទទួលបានដោយលំបាកហើយដែលកម្ពុជាស្រឡាញ់យ៉ាងជ្រាលជ្រៅនិងចែករំលែកអស់ពីដួងចិត្តនៅជុំវិញពិភពលោកបច្ចុប្បន្នកំពុងរងការគំរាមកំហែងមិនមែនដោយសារការបែកបាក់ផ្ទៃក្នុងដូចពីអតីតកាលនោះទេតែគឺដោយសារជំលោះព្រំដែនជាមួយប្រទេសថៃលោកថ្លែងបែបនេះក្នុងសម័យប្រជុំលើកទី80នៃមហាសន្និបាតអង្គការសហប្រជាជាតិប្រមុខការទូតកម្ពុជាបន្តថាបើទោះបីជាមានការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំឲ្យមានបទឈប់បាញ់ក្តីប៉ុន្តែបទឈប់បាញ់នៅមានភាពផុយស្រួយទោះបីជាមានការបដិញ្ញាចិត្តពីប្រទេសទាំងពីរក្នុងការអនុវត្តតាមយ៉ាងម៉ឺងម៉ាត់តាមលក្ខខណ្ឌនានានៃបទឈប់បាញ់ដើម្បីកសាងទំនុកចិត្តនិងស្ដារស្ថានភាពដូចដើមឡើងវិញក៏ដោយជាការសំខាន់បំផុតដែលការគោរពលើពាក្យពេចន៍និងស្មារតីនៃកិច្ចព្រមព្រៀងត្រូវតែស្របគ្នាជាមួយនឹងការអនុវត្តជាក់ស្ដែងគួរឲ្យសោកស្ដាយការបន្តសកម្មភាពឯកតោភាគីដើម្បីយកអធិបតេយ្យទឹកដីពីសំណាក់ប្រទេសជិតខាងរបស់កម្ពុជាដោយប្រើកងកម្លាំងជំនួសឲ្យយន្តការដែលបានព្រមព្រៀងគ្នាផែនទីឯកតោភាគីជំនួសឲ្យផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិស្របតាមសន្ធិសញ្ញាដែលបានចងជាកាតព្វកិច្ចសម្រាប់ប្រទេសទាំងពីរនិងសកម្មភាពរាប់មិនអស់ដែលបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងកសាងទំនុកចិត្តនិងសន្តិភាពនៅចំពោះមុខរដ្ឋជាសមាជិកអង្គការសហប្រជាជាតិលោកប្រាក់សុខុនបន្តថាបញ្ហាដែលព្រួយបារម្ភបំផុតនោះគឺការបណ្ដេញពលរដ្ឋកម្ពុជាដោយបង្ខំការគំរាមកំហែងប្រើច្បាប់ជាតិច្បាប់ឯកណាសិកប្រឆាំងនឹងពលរដ្ឋខ្មែរនិងការបណ្ដេញប្រជាជនកម្ពុជារាប់រយគ្រួសារទៀតចេញពីភូមិឋានដែលពួកគេបានរស់នៅអាស្រ័យផលអស់រាប់ទសវត្សរ៍មកហើយការចូលកាន់កាប់ទឹកដីនៅលើតំបន់ដែលមិនទាន់ត្រូវបានខណ្ឌសីមាព្រំដែនបង្ហាញឲ្យឃើញយ៉ាងជាក់ស្ដែងពីការមិនគោរពចំពោះលក្ខខណ្ឌនៃបទឈប់បាញ់ក៏ដូចជាកិច្ចព្រមព្រៀងទាំងសងខាងផ្សេងទៀតពាក់ព័ន្ធការដោះស្រាយបញ្ហាព្រំដែនផងដែរទង្វើខាងលើនេះបានបញ្ជាក់ថាថៃបានរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាហើយជាមួយគ្នានេះសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាជាច្រើនក៏ត្រូវបានបំពានកម្ពុជាតែងបានអនុវត្តយ៉ាងម៉ឺងម៉ាត់នៅបទឈប់បាញ់ដោយបង្ហាញសុឆន្ទៈនិងតម្លាភាពពេញលេញក្នុងការអនុវត្តលក្ខខណ្ឌនៃបទឈប់បាញ់និងរក្សាភាពអត់ធ្មត់ជាទីបំផុតចំពោះការបង្ករឿងនិងការរំលោភបំពានម្ដងហើយម្ដងទៀតជាក់ស្ដែងនៅព្រឹកថ្ងៃទី27ខែកញ្ញាឆ្នាំ2020នោះមានការវាយប្រហារមួយកន្លែងដោយមិនញញើតនៅជិតទីតាំងដ៏រសេបមួយដោយចោទប្រកាន់ថាកងកម្លាំងរបបកម្ពុជាបានបើកការបាញ់ប្រហារមុនកងទ័ពកម្ពុជាមិនបានបាញ់និងបានរក្សាភាពអត់ធ្មត់មិនឆ្លើយតបវិញទេដើម្បីបញ្ជាក់ពីការបដិញ្ញាចិត្តដ៏មុតមាត់ចំពោះសន្តិភាពកម្ពុជាសូមអំពាវនាវឲ្យមានការសន្ទនាការដោះស្រាយចំនួនដោយសន្តិភាពវិធីដោយគោរពយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់ចំពោះលក្ខខណ្ឌដែលបានព្រមព្រៀងនៃបទឈប់បាញ់ការគោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគីច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានក្នុងន័យនេះកម្ពុជាសូមសំណូមពរដោយស្មោះត្រង់នៅការបន្តគាំទ្រនិងការសម្របសម្រួលរបស់ប្រធានអាស៊ាននិងប្រទេសសមាជិកអាស៊ានអគ្គលេខាធិការនិងស្ថាប័នពាក់ព័ន្ធនៃអង្គការសហប្រជាជាតិព្រមទាំងថ្នាក់លើកនាំជុំវិញពិភពលោកដើម្បីជួយបន្ធូរបន្ថយការតានតឹងលើកទឹកចិត្តដល់ការដោះស្រាយជម្លោះដោយសន្តិភាពវិធីនិងទប់ស្កាត់ការកើតមានឡើងនៃសោកនាដកម្មថែមទៀតកម្ពុជាជាប្រទេសតូចផ្ដោតទៅលើការកសាងសេដ្ឋកិច្ចរបស់យើងឡើងវិញនិងលើកកម្ពស់សុខមង្គលភាពរបស់ប្រជាជនយើងមិនបង្កការគំរាមកំហែងទៅលើអធិបតេយ្យនៃប្រទេសណាឡើយទេខណៈពេលដែលកម្ពុជាតែងតែការពារឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនឯងនិងការប្រើប្រាស់កម្លាំងគឺជាជំរើសចុងក្រោយបំផុតប៉ុណ្ណោះ